បាទជម្រាបសួរជួបជាមួយខ្ញុំនឹងសិតតិចshow ថ្ងៃនេះខ្ញុំនឹងបង្ហាញពីការបង្កើតនៅតារាងសម្រាប់យើងបង្ហាញនៅព័ត៌មាននៅក្នុង website WordPress របស់យើងបាទហើយតារាងគឺជាតារាងឬក៏ table ហ្នឹងគឺជាមុខងារមួយដែលជួយយើងរៀបចំទិន្នន័យឲ្យមានរបៀបរៀបរយនិងងាយស្រួលក្នុងការ check មើលឧទាហរណ៍ថាយើងមានតារាងមួយសម្រាប់បង្ហាញពីតម្លៃផលិតផលរបស់យើងឬក៏ប្រៀបធៀបលក្ខណៈពិសេសសម្គាល់ពេលវេលាឬក៏បង្ហាញនៅទិន្នន័យផ្សេងៗអញ្ចឹងនៅក្នុង WordPress ក៏យើងអាចធ្វើជាតារាងអញ្ចឹងដូចគ្នាដែរហើយក៏យើងអាច calculate ដូចនៅក្នុង Excel ដូចគ្នាបាទយើងអាចធ្វើការ sum ឬក៏យើងអាចធ្វើការគណនាអីផ្សេងៗបាទអញ្ចឹងដើម្បីយើងអាចធ្វើការតម្លើងនៅតារាងឬក៏ table យើងបាននៅក្នុង WordPress គឺយើងត្រូវការតម្លើងនៅ plugin បាទអញ្ចឹងយើងចូលទៅកាន់ network website WordPress dashboard របស់យើងដែរបាទអញ្ចឹងខ្ញុំចូលទៅកាន់ plugin នេះយើងធ្វើការ add plugin ទៅតែម្ដងបាទអូខេអញ្ចឹងនេះជាplugin store អញ្ចឹងយើងអាចធ្វើការ search បន្ថែមនៅក្នុងនោះមាន plugin ច្រើនប្រភេទដែលយើងអាចធ្វើការយកមក test សាកល្បងបានបាទអូខេអញ្ចឹងមានច្រើននៅក្នុងនឹងមាន table ច្រើនដែលយើងអាចធ្វើការ test សាកល្បងបានតែ table មួយណាដែលវា friendly សម្រាប់យើងបាទអញ្ចឹងសម្រាប់ table នេះខ្ញុំយកជា table press នេះបាទខ្ញុំយកវាមកសាកល្បងនៅក្នុងហ្នឹងបាទអញ្ចឹងយើងធ្វើការ install វាទៅហើយយើង activate បាទយើងធ្វើការ install plugin យើងរួចរាល់ហើយយើងចាប់ផ្ដើមធ្វើការ apply ទៅក្នុងsite របស់យើងណាមួយឧទាហរណ៍ខ្ញុំធ្វើទៅលើ site មួយនេះបាទអូខេអញ្ចឹងវានឹង load មកនៅលើនេះ table press បាទអញ្ចឹងយើងអាចធ្វើការមើល menu នៅក្នុងនឹងបន្ថែមបានដូចជាយើងចង់ check មើលទៅលើ table ទាំងអស់ដែលយើងធ្លាប់បានបង្កើតទាំងអស់ឬក៏ add new តែម្ដងឬក៏យើងមានជា table ណាដែលយើងធ្លាប់ export ចេញហើយយើងចង់ import ចូលបាទហើយយើងចង់ export ចេញហើយមាន plugin option មួយចំនួនបាទអញ្ចឹងខ្ញុំឧទាហរណ៍លើការបង្កើតtable តែម្ដងឧទាហរណ៍ថាឥឡូវយើងធ្វើការ add new table មួយអញ្ចឹងវាត្រូវការនៅ table name table ឈ្មោះ table របស់យើងឧទាហរណ៍ខ្ញុំដាក់ថា table ឧទាហរណ៍ថា table price ចុះអូខេហើយ description នេះយើងអាចធ្វើការ add បានឬក៏យើងមិនចង់ធ្វើការបំពេញវាក៏បានដូចគ្នាយើងអាចនៅក្នុងគឺវាដាក់ជា optional យើងបន្តមកទៀតវាឲ្យយើងរើសនៅចំនួន row ហើយនិង number column មានថាជា row ហើយនិងជា column ដែលយើងចង់បានចំនួនប្រមាណឧទាហរណ៍ថាខ្ញុំយកជាត្រង់ចំណុចនេះយើងអាចធ្វើការកែសម្រួលតាមក្រោយបានអញ្ចឹងខ្ញុំកំណត់ថា5 ចុះបាទយើងធ្វើការ add table បាទអញ្ចឹងតារាងរបស់យើងបានធ្វើការបង្កើតadd ហើយបាទអញ្ចឹងកន្លែងនេះយើងអាចធ្វើការកែសម្រួលបានបន្ថែមបានបាទអញ្ចឹងចូលមកដល់តារាងរបស់យើងមានចំនួន5បែបនេះបាទអញ្ចឹងកន្លែង table នេះយើងអាចមាន option របស់វាយើងអាចធ្វើការadd ឬក៏ delete អីផ្សេងៗឧទាហរណ៍ថានេះជា block ទៅលើ row ហើយនេះជា block ទៅលើ column បាទអញ្ចឹងទៅលើ cell នេះយើងអាច insert link insert image មាន advanced editor បាទ select row យើងចង់ duplicate បន្ថែម row ថែមទៀតឧទាហរណ៍ថាខ្ញុំចង់ add row មួយនេះបាទគឺ insert បាទវានឹងបន្ថែម row ចំនួនរបស់យើងឧទាហរណ៍ថាខ្ញុំចង់ខ្ញុំពេញមួយចុះតែខ្ញុំចង់ move up បាទអញ្ចឹង move វាឡើងទៅលើឬក៏ move down គឺយើងអាចធ្វើទៅបានបាទហើយកន្លែងនេះយើងអាចធ្វើការ hide មានន័យថាឧទាហរណ៍ថាយើងចូលនៅក្នុង page របស់យើងទៅកន្លែង row នេះយើងចង់ឲ្យ hide ចោលមកយើងអាចធ្វើការងារ hide បានបាទហើយគឺវាជាទម្រង់បែបនេះបាទចង់ show វិញគឺអាច show បានអូខេហ
hay trong cái column này có đôi khi những ai chơi cả duplicate insert rồi có delete bàn và mù chơi từ stam 2 sau bán đôi khi bạn chẳng trong cho nói table option ní cứ dương chọn ao table mùi ná chỉ table header mình thắc ba table vì chứ nữa chẳng dương ai chơi cả cầm nọt thả first row one rồi có two rồi cái chân từ hay footer cái dương ai chơi cả cầm nọt bàn cái chẳng vì mình extra CSS hay nâng feature của site visitor nâng dương ai chơi cả cầm nọt bán thả lưới dương ai giờ pagination dương ai chơi cả cầm nọt đọc mà pay được cái chân từ bạn chẳng cho mình thư ca ưu tiên họ lựa table đi đi muối và hay dùm nhận vô viết từ số được lựa web page dân nào muối thì họ thạc trong bạc cả từ lựa đi muối thả lấy trong đã header trong đã chia name và hay cái lại nick trong đã thả được chú thì vài chứ chia thì họ hay price và hay ní chia em đã thật chia total đó và chia thì họ và hay cái này nick trong thực cả lục vị trao chứ và cho tất cả tí ok chấn trong thực cả thì họ thật trong đã thật chia A1 chẳng tới và B A2 hay B1 B2 chúng đã chia thì họ sẵn và hay những đã C1 chẳng tới ok chẳng siêu thì Y nick chúng đã còn ta đã trao tế thả là 8 đọc thấy 3 hay có giải sập chẳng tới và hay price nick chúng đã trao cho ta đọc pay sang sai sập chẳng dùng một thì họ thật trong bà châu tình này tập bản đăng sẵn bạn hay xem thời ca sale chứ ai thời ca review bạn đi kia ok bạn nhưng review về đừng sâu chỉ bạn từng vòng bạn nhé bạn chẳng trong thì họ thật trong thời ca apply nơi table này từ lừa web page nào mùi chẳng trong xong thời ca cho thời ca all page ní bạn đọc thêm một tiết ok chắc trong ban và cả page mùi sẽ làm thực cả test chắc trong thực cả edit hay trong này ní dương ai thực cả rồi block chẳng trong này ní dương thực cả copyនៅ short code ពី table នឹងដល់គេគ្នា table ណាមួយចឹងទៅបាទបើយើងមានច្រើនក៏យើងធ្វើការ select មួយទៅតាម ID វាបាទអញ្ចឹងខ្ញុំធ្វើការ copy អូខេអញ្ចឹងខ្ញុំចូលមកកាន់ block នេះខ្ញុំរើសវាថាជាខ្ញុំរើស block ជា short code បន្តមកទៀតខ្ញុំធ្វើការ copy អូខេអញ្ចឹងខ្ញុំធ្វើការ save បាទអញ្ចឹងយើងអាច view page នឹងមើលបាទនេះជាតារាង table ឧទាហរណ៍ទៅលើsample មួយបាទអញ្ចឹងយើងអាចធ្វើការ edit តាមនេះទៅតែម្ដងក៏បានឬក៏យើងចូលទៅ edit នៅក្នុងនេះក៏បានដូចគ្នាដោយសារយើងអាច edit បានបែបនេះដោយសារតែទី1គឺយើងបាន log នេះគឺជា admin CMS dashboard អញ្ចឹងយើងអាចមានសិទ្ធិក្នុងការ edit បានបើក្នុងករណីថាជា customer ឬក៏អតិថិជនរបស់យើងធ្វើការ search website គឺវាអត់មាន load ចំណុច edit អីបែបនេះទេហ្នឹងហើយអញ្ចឹងយើងអាចធ្វើការ search ធ្វើការអីបានទៅតាមនឹងបានវាមានជា script ក្នុងការ search បាទអញ្ចឹងបន្ទាប់ពីយើងធ្វើការបង្កើតនៅ table របស់យើងតារាងយើងបែបនេះហើយយើងអាចសូនៅតម្លៃនៅ service របស់យើងអីនៅក្នុងនឹងបានដូចគ្នាអីវ៉ាន់យើងចង់លក់អញ្ចឹងទៅឧទាហរណ៍ថាយើងដាក់ចូល website ជាលក់ទំនិញឬក៏អីចឹងទៅអញ្ចឹងមួយទៀតខ្ញុំនឹងឧទាហរណ៍ទៅលើការបង្កើតនៅ calculate
ហើយខ្ញុំនឹងធ្វើការ add ទៅលើ total នេះជាគុណចំនួនចុះបាទជាឧទាហរណ៍ថាវាអាចមានមុខងារជាច្រើនទៀតដូចជារកនៅចំនួន total រកនៅមជ្ឈមភាគអីផ្សេងដូចទៅលើយើងធ្វើទៅលើ Excel ដូចគ្នាអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើការគុណចំនួនវិញទៅលើ total នេះបាទអូខេអញ្ចឹងខ្ញុំសូមចូលធ្វើការទៅកាន់ table នឹងដដែលអូខេអញ្ចឹងកន្លែងនេះគឺវាមាន price ហើយនិង QTY អញ្ចឹងបើសិនបើខ្ញុំចង់ធ្វើការគុណវាទាំងអស់នេះចូលមកក្នុង total របស់ខ្ញុំមួយនេះយើងអាចធ្វើបានតាមការចងរូបមន្តដូចនៅក្នុង Excel ដូចគ្នាអញ្ចឹងកន្លែងនេះខ្ញុំសូមធ្វើការដាក់រូបមន្តឧទាហរណ៍ថាខ្ញុំចងដើម្បីយើងធ្វើការចងបានគឺយើងធ្វើការចុចទៅលើពាក្យថាស្មើអូខេអញ្ចឹងបន្តមកទៀតយើងបំពេញនៅ row ដែលយើងចង់ឲ្យវាគណនាឧទាហរណ៍ថា C1 ខ្ញុំឲ្យវាធ្វើការជាមួយនឹង B1 អូខេអញ្ចឹងបន្តមកទៀតផ្សេងទៀតក៏ខ្ញុំធ្វើការគណនាដូចគ្នាដែរប៉ុន្តែយើងធ្វើការកំណត់ទៅលើ row ឲ្យត្រូវបាទអញ្ចឹងអានេះគឺ C2 គុណនឹងជាមួយនឹងB2 នេះគឺ3បាទអានេះ4អូ sorry នេះsorry កន្លែងនេះគឺ2ទេបាទច្រឡំកន្លែងនេះគឺ3 4អញ្ចឹងគោលដៅគឺខ្ញុំចង់ធ្វើការគណនា2នេះបាទ C ហើយនិង B នេះតម្លៃ price ហើយនិង QTY អញ្ចឹងខ្ញុំដាក់វាទាំងអស់ហ្មងទៅបាទ5 C B5 C5 បាទកន្លែងនេះខ្ញុំដាក់ V6 បាទអញ្ចឹងខ្ញុំធ្វើការ save អូខេអញ្ចឹងខ្ញុំចូលទៅកាន់ web page ដដែលអញ្ចឹងយើងធ្វើការ refresh បាទអញ្ចឹងវានឹងធ្វើការcalculate មិញខ្ញុំធ្វើការគុណចំនួនខ្ញុំឲ្យ price នេះគុណជាមួយនឹង QTY បាទអញ្ចឹងវាដូចទៅក្នុង Excel ដែរវាមានមុខងារច្រើនទៅជាងនឹងទៀតដូចជាការគណនាអីផ្សេងដូចទៅលើ Excel ដូចគ្នាបាទដូចជាការបូកដកគុណចែកសាំឬក៏អីចឹងទៅគឺយើងអាចធ្វើការគណនានៅក្នុងនឹងបានអញ្ចឹងរូបមន្តវាគឺដូចទៅលើ Excel ដែរបាទហើយនឹងអញ្ចឹងចំណុចមួយទៀតខ្ញុំបង្ហាញមួយទៀតថាឥឡូវបើសិនបើខ្ញុំចង់ឲ្យវាគណនាតែមួយទេមានន័យថាឧទាហរណ៍ថាតម្លៃ price នេះខ្ញុំចង់ឲ្យវាគណនាមួយទៀតគឺទៅលើហាងឆេងចុះឧទាហរណ៍ថាខ្ញុំមានកំណត់ហាងឆេង41ឬក៏40អីចឹងទៅឧទាហរណ៍អញ្ចឹងខ្ញុំនឹងឧទាហរណ៍ថាឥឡូវខ្ញុំបង្កើតនៅ row មួយទៀតបាទអញ្ចឹងខ្ញុំកំណត់ row នេះខ្ញុំដាក់វានៅក្នុង total នឹងចុះបាទអញ្ចឹងខ្ញុំដាក់វាថាវាជាតម្លៃហាងឆេងចុះតែឥឡូវហាងឆេងខ្ញុំដាក់4000ចុះអូខេបាទប៉ុន្តែកន្លែង row នេះខ្ញុំនឹងធ្វើការ hide វាចោលព្រោះយើងអត់ចង់ធ្វើការបង្ហាញតម្លៃហាងឆេងយើងនៅលើ website យើងនឹងទេអញ្ចឹងខ្ញុំធ្វើការ hide ចោលបាទយើងចុចកន្លែងនេះមកយើងធ្វើការ hide អូខេអញ្ចឹងខ្ញុំធ្វើការ save ខ្ញុំធ្វើឧទាហរណ៍មួយតែបាទអញ្ចឹងខ្ញុំបង្កើត row មួយនៅខាងលើនឹងឯងប៉ុន្តែខ្ញុំធ្វើការ hide វាចោលអញ្ចឹងវាអត់ធ្វើការបង្ហាញយើងទេអញ្ចឹងបន្តមកទៀតខ្ញុំនឹងធ្វើការឲ្យវាគណនាជាមួយហាងឆេងរបស់ខ្ញុំចំនួន4000បាទអូខេអញ្ចឹងកន្លែងនេះយើងគ្រាន់តែធ្វើការបន្ថែមនៅរូបមន្តយើងបន្ថែមទៀតទីហៅថាខ្ញុំធ្វើការគុណជាមួយនឹង D2 បាទអញ្ចឹងកន្លែងនេះខ្ញុំធ្វើតែ100សិនបាទអញ្ចឹងយើងធ្វើការ save ដើម្បីយើង
ទីបន្ទាប់មើលលទ្ធផលអូខេតម្លៃមុនគឺ50អញ្ចឹងវានឹងធ្វើការគុណជាមួយនឹង4000បាទនេះយើងបានតម្លៃprice នេះយើងគុណជាមួយនឹង QTY ហើយយើងយកទៅកណនាគុណជាមួយនឹងហាងឆេងយើងមួយទៀតបាទដែលយើងធ្វើការ high វាចេញហ្នឹងហើយអញ្ចឹងបើយើងចង់ធ្វើការ show វាក៏បានដែរបាទនេះយើងគឺធ្វើការ show នៅលើនេះបាទតែទូទៅខ្ញុំធ្វើការ high វាចោលចុះតែវាជាហាងឆេងអញ្ចឹងការបង្កើតបែបនេះមានន័យថាក្នុងករណីថាយើងចង់កំណត់តម្លៃទិញលក់ចុះយើងមានហាងឆេងរបស់យើងអញ្ចឹងយើងអត់ចង់ឲ្យគេឃើញហាងឆេងរបស់យើងនេះ40ឬ41អញ្ចឹងទៅយើងអាចធ្វើការ high នៅលើនឹងបាននេះគ្រាន់តែជាឧទាហរណ៍ផ្នែកតូចមួយទេបាទអញ្ចឹងនៅក្នុងតារាងនេះគឺគេបង្កើតច្រើនជាងនឹងទៀតបាទអញ្ចឹងសរុបមកវិញគឺការបង្កើតតារាងឬក៏ table ហ្នឹងគឺយើងអាចរៀបចំនៅទិន្នន័យឲ្យមានរបៀបរៀបរយដើម្បីឲ្យអតិថិជនយើងងាយស្រួលក្នុងការ check មើលឬក៏បង្ហាញតម្លៃប្រៀបធៀបលក្ខណៈពិសេសអីផ្សេងនៅក្នុងហ្នឹងវាមានច្រើនជាងនឹងទៀតបាទឧទាហរណ៍ថាយើងលក់អីវ៉ាន់អីចឹងទៅយើងមានហាងឆេងរបស់យើងមានតម្លៃមិនអីមិនយើងអាចធ្វើទៅតាមអាជីវកម្មឬក៏តាមអ្វីដែលយើងចង់បានបាទអញ្ចឹងសម្រាប់ការបង្ហាញពីតារាងឬក៏ table នៅក្នុងWordPress website នេះខ្ញុំមានតែប៉ុណ្្នឹងបាទសូមអរគុណ